ចាបងប្អូនហេតុអីយើងត្រូវនាំកូនមកចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំកុំគិតថាវ៉ាក់សាំងនេះអត់សំខាន់ណាបងប្អូនវ៉ាក់សាំងនេះសំខាន់ខ្លាំងណាស់ចាទីមួយគឺការពារមិនឲ្យកូនឈឺធ្ងន់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូននៅដំណើរការចាក់វ៉ាក់សាំងអាយុ7ខែរបស់កូនបណ្ឌិតសាចាដំបូងឡើយគឺគ្រូពេទ្យបានយកម៉ាស៊ីនវាស់កម្ដៅមកវាស់កម្ដៅឲ្យអូនថាតើអូនមានក្ដៅខ្លួនអត់ហើយក៏ថ្លឹងទម្ងន់អូនចានៅពេលដែលថ្លឹងទម្ងន់រួចរាល់ហើយក៏ដាក់អូនឲ្យវាស់កម្ពស់វិញម្ដងចាបងប្អូនការថ្លឹងទម្ងន់និងវាស់កម្ពស់របស់កូនគឺជារឿងដែលម៉ាក់ប៉ាតែងតែចង់ដឹងមែនតែនចាហើយរំភើបនឹងចាំអត់មើលថាតើកូនរបស់យើងលូតលាស់បានប៉ុណ្ណាចាធំធាត់បានប៉ុណ្ណាពីមួយខែទៅមួយខែហ្នឹងចាបន្ទាប់ពីថ្លឹងទម្ងន់និងវាស់កម្ពស់រួចហើយចាគឺអូនចូលទៅជួបជាមួយនឹងដុកទ័រផ្នែកកុមារដុកទ័រកំពុងតែពិនិត្យរាងកាយរបស់អូនស្ដាប់សំឡេងបេះដូងអូនសំឡេងសួតអូនរួចរាល់ហើយដុកទ័របានសួរនាំពីការម៉ឹមការគេងការជុះការទទួលយកអាហារបន្ថែមរបស់អូនថាតើយ៉ាងម៉េចដែរខ្ញុំក៏ឆ្លើយប្រាប់ទៅដុកទ័រវិញថាអូនម៉ឹមបានគេងបានចាញ៉ាំអាហារបន្ថែមបានទៅតាមកម្រិតអាយុរបស់អូនការជុះរបស់អូនក៏ទៀងទាត់ទៀតអត់មានក្តៀនអត់មានរាកដុកទ័រក៏ប្រាប់មកវិញថាសុខភាពរបស់អូនគឺល្អធម្មតាចាដូច្នេះថ្ងៃនេះអូនអាចទទួលវ៉ាក់សាំងអាយុ7ខែបានចាវ៉ាក់សាំងដែលអូនចាក់នៅក្នុងថ្ងៃនេះដែរគឺជាវ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំចាជា booster ចាបងប្អូនហេតុអីយើងត្រូវនាំកូនមកចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំកុំគិតថាវ៉ាក់សាំងនេះអត់សំខាន់ណាបងប្អូនវ៉ាក់សាំងនេះសំខាន់ខ្លាំងណាស់ចាទីមួយគឺការពារមិនឲ្យកូនឈឺធ្ងន់ដោយវ៉ាក់សាំងនេះអាចការពារនិងជួយកាត់បន្ថយអាការៈនៃជំងឺបើទោះជាកូនមានការឆ្លងជំងឺផ្ដាសាយក៏ដោយក៏ធ្វើឲ្យមានអាការៈស្រាលដែរហើយព្យាបាលឆាប់ជាទៀតទីពីរគឺកាត់បន្ថយឱកាសគេងពេទ្យក្មេងដែលបានចាក់វ៉ាក់សាំងគេងពេទ្យតិចជាងក្មេងដែលមិនបានចាក់វ៉ាក់សាំងទី3គឺការពារអ្នកក្នុងគ្រួសារបើសិនជាកូនមិនស្រួលខ្លួនអ្នកនៅក្នុងផ្ទះក៏អាចឆ្លងបានដែរវ៉ាក់សាំងនេះគឺជួយកាត់បន្ថយការសាយភាយមេរោគដល់អ្នកដទៃបានទី4ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងវ័យដែលសំខាន់ក្មេងតូចនៅមិនទាន់មានប្រព័ន្ធភាពស៊ាំដែលរឹងមាំឡើយដូច្នេះហើយវ៉ាក់សាំងគឺជួយបង្កើតរបាំងការពារដ៏សុវត្ថិភាពវ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំនេះដែរគឺអាចចាក់បានចាប់ពីអាយុ6ខែឡើងទៅដោយការចាក់លើកដំបូងក្នុងជីវិតត្រូវចាក់ចំនួន2ដូសឃ្លាតគ្នា1ខែហើយនៅឆ្នាំបន្ទាប់ទៀតត្រូវចាក់ដូសជំរុញក្នុង1ឆ្នាំម្ដងចាបន្ទាប់ពីចាក់វ៉ាក់សាំងរួចខ្ញុំក៏ឲ្យអូនម៉ឹមសិននិងចាំមើលអាការៈអូនរយៈពេលប្រហែលជា20ទៅ30នាទីសិនថាតើមានមិនស្រួលខ្លួនត្រង់ណាឬអត់មានក្តៅខ្លួនឬមួម៉ៅយំរករឿងអត់ឃើញថាអូនអត់មានអីទេអូនអត់មានក្តៅខ្លួនទេអូននៅមានកម្លាំងហើយរវាលល្អណាស់អញ្ចឹងក៏នាំអូនទៅលេង playground ក្នុងមន្ទីរពេទ្យតែម្ដងទៅការពិតទៅម៉ាក់ប៉ាក្រោយពីកូនចាក់វ៉ាក់សាំងហើយមិនចាំបាច់ត្រូវតែឲ្យកូនកេងសម្រាកក៏បានដែរបើសិនជាកូនអត់មានធ្វើទុកឬក្តៅខ្លួនអីទេឬក៏មានអាការៈផ្សេងដែលបណ្ដាលមកពីចាក់វ៉ាក់សាំងនោះទេការនាំកូនទៅលេង playground តិចតួចក៏មានប្រយោជន៍ខ្លះដែរទីមួយគឺជួយឲ្យកូនបានបន្ធូរអារម្មណ៍ក្រោយពីឈឺដោយសារមកចូលចាក់វ៉ាក់សាំងហើយកូនតូចអាចយំនិង stress ការនាំកូនចេញទៅលេងអាចបង្វែរចំណាប់អារម្មណ៍ធ្វើឲ្យកូនភ្លេចឈឺនិងមានអារម្មណ៍ល្អឡើងវិញទីពីរជួយភ្ញូចការលូតលាស់រាងកាយការវាតោងលូនគឺជួយឲ្យសាច់ដុំកូនរឹងមាំឡើងជួយដល់ខ្សែភ្នែកនិងការស្ដាប់របស់កូនផងដែរទី3ជំរុញអភិវឌ្ឍផ្នែកខួរក្បាលនិងអារម្មណ៍ Playground គឺជាកន្លែងដែលកូនអាចលេងរុករករៀនសូត្រនិងសប្បាយជាមួយនឹងបរិស្ថានជុំវិញខ្លួនជួយភ្ញើចខួរក្បាលនិងជំរុញភាពជឿជាក់របស់កូនផងដែរទី4ហ្វឹកហាត់ការចូលសង្គមដំបូងទោះបីនៅមិនទាន់ចេះនិយាយក៏ពិតមែនតែកូនអាយុ7ខែចាប់ផ្ដើមសម្លឹងមើលក្មេងដទៃចាប់អារម្មណ៍របស់ក្បែរខាងពេលឃើញក្មេងដទៃលេងជួយឲ្យកូនចាប់ផ្ដើមរៀនសូត្ររឿងការនៅរួមជាមួយអ្នកដទៃទៀតផងទី5ជួយឲ្យគេងលក់បានស្កប់ពេលយប់ព្រោះការដែលបានប្រើថាមពលពេលថ្ងៃជួយឲ្យកូនបានគេងលក់ស្កប់ស្កល់នៅពេលយប់ចាបងប្អូនធ្វើទៅបិទការនាំកូនលេង playground ក្រោយចាក់វ៉ាក់សាំងរួចមានប្រយោជន៍ចំពោះកូនដោយការរៀបរាប់ខាងលើក៏ពិតមែនតែក៏មានចំណុចគួរឲ្យប្រុងប្រយ័ត្នតិចតួចដែរដូចជាក្រោយពីចាក់វ៉ាក់សាំងរួចម៉ាក់ប៉ាគួរសង្កេតអាការៈកូនប្រហែលជា30នាទីសិនមុននឹងនាំកូនទៅលេងបើកូនមានក្តៅខ្លួនឬសន្លឹមខុសធម្មតាគួរតែគេងសម្រាកនៅផ្ទះវិញគួរជ្រើសរើស playground ដែលស្អាតសុវត្ថិភាពមិនចង្អៀតនិងស័ក្តិសមជាមួយនឹងវ័យរបស់កូនចាបងប្អូនការដែលនាំកូនទៅលេង
លេង playground ណាក្រៅពីល្អចំពោះកូនហើយក៏នៅល្អចំពោះម៉ាក់ប៉ាទៀតផងព្រោះពេលដែលបានឃើញស្នាមញញឹមសម្លេងសើចនិងធម៌ពលពេញព្រៀបរបស់កូនណាម៉ាក់ប៉ាក៏ដូចបានសាកថ្មជីវិតពេញអញ្ចឹងដែរហើយក្នុងអំឡុងវ័យនេះជាវ័យដែលកូនត្រូវការភាពជិតស្និទ្ធជាមួយម៉ាក់ប៉ាជាទីបំផុតព្រោះជាវ័យដែលកូនកំពុងរៀនសូត្រភាពជឿជាក់ភាពឋិតថេរការដែលម៉ាក់ប៉ាបាននៅចិត្តអោបថើបនិងលេងជាមួយកូនគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍផ្នែកអារម្មណ៍សំខាន់ណាស់នៅថ្ងៃអនាគតសម្រាប់ម៉ាក់ប៉ាដែលកំពុងចិញ្ចឹមមើលថែកូនក្នុងវ័យនេះដូចគ្នាដែរថ្ងៃខ្លះយើងអាចនឹងហត់នឿយខ្លាំងថ្ងៃខ្លះយើងអាចនឹងគេងមិនគ្រប់ឡើយឬមានអារម្មណ៍ថាធ្វើអីក៏មិនទាន់តែត្រឹមយើងក្រោកមករាល់ថ្ងៃហើយនៅត្រង់នេះដើម្បីបានមើលថែទាំកូននោះគឺជារឿងដែលវិសេសវិសាលបំផុតហើយអរគុណដែលធំធាត់មកជាមួយគ្នាណាកូននិងអរគុណបេះដូងម៉ាក់ប៉ាគ្រប់គ្នាដែលមិនដែលឈប់ស្រឡាញ់និងមើលថែកូនឲ្យល្អបំផុតតាមដែលអាចធ្វើបានសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូនបើសិនជាបងប្អូនឬម៉ាក់ប៉ាចូលចិត្តវីដេអូនេះសូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យពួកគាត់បានឃើញផងជាចុងក្រោយកុំភ្លេចចុច follow ឬ subscribe ខ្ញុំផងដើម្បីទទួលបានវីដេអូនិងចំណេះដឹងថ្មីៗទាក់ទងនឹងការចិញ្ចឹមមើលថែកូនសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត